តែងើបពីទឹកចំនួនដល់សាហាវ300ឆ្នាំមិនធ្លាប់មាននៅពេលនេះប្រទេសថៃកំពុងតែរងការវាយប្រហារដោយវិបត្តិខ្យល់ពុលដ៏អាក្រក់បំផុតក្នុងពេលមួយទសវត្សរ៍ចុងក្រោយកាសែតថៃ The Nation រាយការណ៍នៅថ្ងៃទី4 ខែធ្នូឆ្នាំ2025ថាត្រឹមរយៈពេល11ខែឆ្នាំនេះពលរដ្ឋថៃជាង10លាននាក់បានធ្លាក់ខ្លួនឈឺដោយសារតែសារធាតុពុលនៅក្នុងខ្យល់ PM 2.5 PM 2.5 សំដៅទៅលើភាគល្អិតតូចៗបំផុតដែលអាចជ្រាបចូលជ្រៅទៅក្នុងសួតនិងចរន្តឈាមបង្កឲ្យមានជំងឺផ្លូវដង្ហើមធ្ងន់ធ្ងរបញ្ហាបេះដូងរលាកស្បែកនិងអាចកើតជំងឺមហារីកទៀតផងទិន្នន័យពីមន្ទីរពេទ្យរដ្ឋនានានៅក្នុងប្រទេសថៃបង្ហាញថាពលរដ្ឋថៃទាំង10លាននាក់បានកើតជំងឺហឺតហូរឈាមច្រមុះស្ទះសួតក្អករ៉ាំរ៉ៃក្អកមានឈាមឆ្លងមេរោគភ្នែកនិងកន្ទួលលើស្បែកជាពិសេសនៅគ្រប់តំបន់ទូទាំងទីក្រុងបាងកកនិងខេត្តភាគខាងជើងអ្នកជំនាញក្នុងស្រុកថៃភ្ជាប់ការកើនឡើងនៃការបំពុលខ្យល់ដ៏គ្រោះថ្នាក់នៅឆ្នាំនេះទៅនឹងការដុតបំផ្លាញដីស្រែចម្ការការបំភាយឧស្ម័នពីយានយន្តនិងការប្រែប្រួលអាកាសធាតុអាជ្ញាធរថៃបានចាប់ផ្ដើមចេញបទបញ្ជាឲ្យមន្ត្រីរាជការទាំងអស់នៅទូទាំងទីក្រុងបាងកកធ្វើការពីផ្ទះនិងចាប់ផ្ដើមការត្រួតពិនិត្យយានយន្តដែលមានផ្សែងខ្មៅក៏ប៉ុន្តែអ្នកឯកទេសសុខភាពនិយាយថាទាំងនេះគឺជាវិធានការបណ្ដោះអាសន្នតែប៉ុណ្ណោះពួកគេលើកឡើងថាប្រទេសថៃត្រូវការដំណោះស្រាយរយៈពេលវែងបើមិនដូច្នោះទេប្រទេសនេះនឹងត្រូវបន្តរងគ្រោះកាន់តែអាក្រក់ឡើងពីមួយឆ្នាំទៅមួយឆ្នាំ